គេខ្វល់រឿងចម្បាំងខ្មែរថៃទេពីព្រោះវាជាដុំអាចដែលអត់មានប្រយោជន៍ចំពោះគេឧទាហរណ៍ថាហ៊ុនសែនជាមួយនឹងទាហានថៃវាច្បាំងគ្នារាល់ថ្ងៃមួយថ្ងៃងាប់100 200 100 200 100 200វាច្បាំងគ្នារាល់ថ្ងៃវាអត់មានប៉ះពាល់ឡើយទេសូម្បីតែប្រទេសឡាវនឹងក៏ដឹងដែរថាហ៊ុនសែនច្បាំងជាមួយថៃហ៊ុនសែនបាយមួយថៃប៉ុន្តែវាអត់ប៉ះពាល់ឡើយទេមេយ៉ាន់ម៉ាអាម៉ាំងអងលៀងក៏អត់ប៉ះពាល់វាដែរហើយចុះវៀតណាមអត់ប៉ះពាល់ទេអង្គុយមើលអាហ្នឹងបើច្បាំងរាល់ថ្ងៃចុះបើគេកំពុងតែតវ៉ាគ្នាតាមការទូតរឿងហ្នឹងតូចណាស់វាជារឿងថៃនិងកម្ពុជាតែប៉ុណ្្នឹងចំណែកប្រទេសអាស៊ានវាសោយគូដាក់បើប្រជុំក៏វាលើកមកនិយាយទៅអ្វីដែលក្មួយឯងសួរនេះក្មួយឯងរំពឹងថាអន្តរជាតិនឹងគេយកចិត្តទុកដាក់ក្មួយអើយឆ្នាំ2026នេះមានរឿងសំខាន់ណាស់សូម្បីតែមនុស្សងាប់នៅអាហ្វ្រិករឿងអ៊ីបូឡាក៏គេមិនចាប់អារម្មណ៍ផងសូម្បីតែមនុស្សមួយថ្ងៃរាប់ងាប់ 1000 នាក់នៅក្នុងយូក្រែនគេមិននិយាយផងសូម្បីតែគេទម្លាក់គ្រាប់បែកឡើងខ្ទេចអ៊ីរ៉ានហើយគេទុកឲ្យអ៊ីរ៉ានពើងទ្រូងគេងាកសង្គ្រាមទៅវាយនៅភាគខាងត្បូងនៃលេបាណុនទៀតហើយគេដាក់ទ័ពនៅអាហ្សាបៃយ៉ាននេះទៀតយើងអត់ដឹងដូច្នេះគេគ្មានពេលចាប់អារម្មណ៍នឹងរឿងព្រំដែនកម្ពុជាថៃទេបើសិនជាផ្ទុះអាវុធវាយនេះតងាប់មានអាណាឈឺក្បាលទេមិនដឹកនាំប្រទេសអាស៊ីអត់ចូលចិត្តហ៊ុនសែនទេចាត់ទុកថាហ៊ុនសែនជាជនកុម្មុយនីសមួយដែលក្អេងក្អាងហ្វីលីពីនអត់ចូលចិត្តហ៊ុនសែនទេឥណ្ឌូនេស៊ីអត់ទេម៉ាឡេអត់ទេណាវៀតណាមមើលហ៊ុនសែនញ៉ៃដកចោលហើយថៃអត់ចូលចិត្តហ៊ុនសែនទេមេយ៉ាន់ម៉ាវាមិនខ្វល់ទេហ៊ុនសែនណាហើយចុះស៊ុលតង់ប្រ៊ូណេបងធរហ៊ុនសែនមែនប៉ុន្តែស៊ុលតង់ប្រ៊ូណេគាត់ចាយលុយគាត់មិនដែលលោកមាត់ទេអញ្ចឹងរឿងចំនួនហ្នឹងគឺបើបាញ់គ្នាក៏បាញ់ទៅបើតវ៉ាការទូតក៏តវ៉ាទៅអត់មានអ្នកណាយកចិត្តទុកដាក់ទេកូនអើយហើយចំណែកខ្មែរយើងហ៊ុនសែនគាត់បាត់ងាកទៅព្រំដែនងាកទៅផែនទីងាកទៅទឹកដីអត់ដឹងទេបើមិនជឿសួរខ្មែរដែលមានកោះប្រមាណខ្មែរអត់ដឹងទេសួរថាដែនសមុទ្រហ្នឹងគឺអ្វីខ្មែរអត់ដឹងទេសួរថាដែលឃើញផែនទីទេអត់ដែលឃើញឯកសាររាជការបង្ហាញពីព្រំដែនអត់បើចរចានេះជាមួយថៃអី UN អីចឹងទៅហើយហ៊ុនសែនប្រាប់ថាជោគជ័យហើយខ្មែរក៏ស្រែកជ័យយកទៅតែបាត់ដាក់ទឹកបាត់ដីអីបាត់អត់ហ៊ាននិយាយទេព្រោះនិយាយប្រាប់ដាស់ហ៊ុនសែនចាប់ដាក់គុកប៉ុណ្ណាដូច្នេះអ្វីដែលក្មួយរំពឹងថាគេយកចិត្តទុកដាក់នឹងអត់មានទេកូនអើយអត់មានទេរ៉េរ៉ាប៊ិនសិនអត់មានទេណាកូនអត់មានទេណាអត់មានទេអត់មានគេយកចិត្តទុកដាក់នឹងយើងទេលោកតាយន្តហោះចម្បាំងរបស់រុស្ស៊ីស៊ូ57ខ្លាំងឬទេយន្តហោះហ្នឹងជាសម្រាមរុស្ស៊ីព្យាយាមសាកល្បងឲ្យយន្តហោះហ្នឹងហោះធ្វើសង្គ្រាមនៅយូក្រែនមួយសារពីរសារយន្តហោះចុយម៉ាយហ្នឹងវាចោះទៅវិញវាលបោតអីគ្រឿងក្រៅវាមានន័យថាការកសាងនិងផលិតយន្តហោះហ្នឹងអត់ល្អហើយអាការអួតអាងថាយន្តហោះហ្នឹងវាបំបាំងកាយអីជំនាន់ទី5អីគេចេះតែបំពេអារម្មណ៍ទៅតែអាស៊ូ57ហ្នឹងអត់មានគេឈ្មោះទេណាចាណាហើយចៅឯងហ្នឹងទៅចាប់អារម្មណ៍អីនឹងអាស៊ូ57ហ្នឹងលៀងពងក្តោជ្រះហើយនៅហើយរៀនបានហើយនៅអាស៊ូ57ហ្នឹងអត់មានអីទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្មែរគ្មានលុយទិញទេកូនអើយហើយបើមានលុយទិញយកមកអូសលេងព្រោះអត់មានអ្នកបើកឃើញកូនណាអាហ្នឹងអញ្ចឹងដូច្នេះហើយវាជារឿងអត់ប្រយោជន៍កូនកុំយកមកប្រើណា orbit touch shiha ទេមិនមែនរឿងហ្នឹងទេកូនយើងប្រើទាំងអស់ដើម្បីប្រយោជន៍យើងលោកតាខ្ញុំចង់ធ្វើកង់អង្គរកងអង្គរៈការពារថ្នាក់ដឹកនាំល្អទេបើហេងមិនហៀងពេញចិត្តអានឹងធ្វើទៅកូនតែខ្លាចលោកគេអត់ឲ្យកូនឯងធ្វើឬក៏គេមិនត្រូវការណាគេអាចយកកូនឯងចូលកងអង្គរៈសម្រាប់បញ្ជូនទៅច្បាំងនៅជួរមុខ
គេមិនឲ្យកូនឯងទៅការពារហ៊ុនសែនទេពីព្រោះកូនឯងមិនតាន់ចេះអីបើកូនឯងមានតេខ្វាន់ដូខ្សែក្រវ៉ាត់ខ្មៅ5ជាន់ហើយកូនឯងធ្លាប់ធ្វើទាហាននៅបរទេសខាងតបពិសេសអីអាហ្នឹងបានគេជួលហើយគេឲ្យទៅយាមហ៊ុនសែនកូនឯងម៉ាសែនប្រឡាក់អាចអញ្ចឹងអាណាគេឲ្យអញ្ចឹងគេឲ្យកូនឯងចូលកងអង្គរៈតែគេសម្រាប់ឲ្យកូនឯងទៅជួមុខហើយកាលណាកូនឯងទៅជួមុខគឺឲ្យតែទៅយូរបន្តិចកូនឯងជិះចានណាមានន័យថាកូនឯងត្រូវសៀមបាញ់កាលណាកូនឯងជិះចានចោលបាយអូខេអង្គរៈដែលដើរជុំវិញហ៊ុនសែនគាត់មានគ្រប់គ្រាន់ហើយគាត់យកសិទ្ធិអ្នកមានបដាល់ខ្ពស់ហើយបើកូនឯងម៉ាសែនប្រឡាក់អាចហ្នឹងចង់ទៅធ្វើគេឲ្យនៅធ្វើពាក់អា BQH អីហ្នឹងអី BAQ ហ្នឹងពាក់អញ្ចឹងប៉ុន្តែដល់ពេលខ្ទុះអាវុធពឹងគេឲ្យកូនឯងទៅជួមុខដល់កូនឯងទៅជួមុខកូនឯងដឹងឯងពួកអាកងអង្គរៈហ្នឹងដឹងងាប់ម៉ានទេរហូតដល់ឥឡូវអត់តន់រស់ខ្មោចឃើញផងអាលើកទៅភ្លើងកវីដាក់ Facebook អីងាប់អស់ហើយអញ្ចឹងបើកូនឯងមិនចង់រស់នៅទេទៅធ្វើទៅតែបើចង់រស់រកកន្លែងទៅណាព្រោះកូនឯងគិតងាយទៅធ្វើអង្គរៈអ្នកដឹកនាំបើតាជានាយករដ្ឋមន្ត្រីក៏តាអត់ត្រូវការកូនឯងម៉ាសែនដូចអាចអញ្ចឹងយកមកធ្វើការពារស្អីណាអង្គរៈឯងអត់យកទេចៅអើយមុខដូចចៅឯងហ្នឹងណាបើមានចម្រៀងគេថាចូលចាំជាតិក្រោយចុះណាកូនអញ្ចឹងកុំប្រាថ្នារបស់អញ្ចឹងគេអត់យកទេកូនណាគេដាក់អង្គរៈសិទ្ធិអ្នកធ្លាប់ធ្វើទាហានកំងដូរអីនៅក្រៅប្រទេសអីអ្នកបដាល់ដែលប្រកាយឬក៏ពួកខ្សែក្រវ៉ាត់ខ្មៅអីបានគេយកធ្វើគេមានយកម៉ាសែនប្រឡាក់អាចយកមកធ្វើទេអូខេកូនគេឲ្យទៅជិះចានមកវិញម៉ែស្រក់ទឹកភ្នែកតក់ណាក្បែរហាងពូនៅបាត់ដំបងមានគេធ្វើកាឡានលក់ទេជាសំណាងនៅវេលាយប់ចាប់ពីថ្ងៃរសៀលនៅផ្លូវលេខ1លេខ2ដល់លេខ3តាមបណ្ដោយផ្លូវ121សប្តាហ៍គឺគេអត់លក់ទេកាឡានអីនោះកាឡានអីគឺជារបស់មិនមែនពីដើមឡើយអ្នកក្រុងគេមិនស៊ីទេកូនយូរគេស៊ីម្ដងវាមិនមែនជារបស់ដែលគេស៊ីប្រចាំថ្ងៃទេហើយពីដើមឡើយណាអ្នកក្រុងអ្នកខេត្តគេអត់ស៊ីត្រីឆ្លូញទេកូនខ្ញុំស្គាល់ត្រីឆ្លូញដោយសារចោះស្រែទេកូនក៏អត់ស៊ីទេជាត្រីសម្រាប់អ្នកស្រែក្រីក្រប្រឡាក់ហាលអាំងស៊ីបាយហើយឥឡូវមិនបានជាអ្នកទីក្រុងគេស៊ីពីព្រោះមនុស្សទីក្រុងឥឡូវគឺសិតតែជាមនុស្សពីដើមនៅស្រុកស្រែវាចូលមកនៅក្រុងមនុស្សដូចហ៊ុនសែនដូចអីហ្នឹងពីដើមគាត់នៅស្រែទេនៅចំការទេគាត់មិនមែនជាមនុស្សទីក្រុងទេមនុស្សតាទីបាញ់តាជាសឹមតាអីណាអញ្ចឹងពួកហ្នឹងមកនៅដោយសារអីដោយសារពួកហ្នឹងជាខ្មែរក្រហមជាជនកុម្មុយនីសដល់មកនៅក្រុងទៅគាត់ស៊ីអាខ្យងស្ងោស៊ីអាត្រីឆ្លូញអញ្ចឹងទៅហើយអ្នកខ្លះហ្នឹងក៏ធ្លាប់ទៅក៏ថាឆ្ងាញ់ខ្ញុំសូមជម្រាបណាខ្យងស្ងោអីមួយម៉ាត់មកក៏បន្តិចតួចបានវាឆ្អាបណាស់ហើយណាមួយទៅវាគ្មានឆ្ងាញ់អីទេចំណែកត្រីឆ្លូញស៊ីឆ្ងាញ់អីខ្ញុំពីដើមវាអត់អីស៊ីក៏ស៊ីទៅត្រីឆ្លូញត្រីផ្ទងនេះជាត្រីដែលពេលអត់អីស៊ីបានគេស៊ីអាត្រីឆ្អើត្រីរៀលនេះក៏ស៊ីអាត្រីឆ្អើត្រីចង្វានេះមានអាណាស៊ីពីដើមនោះអ្នកស្រែទុកសម្រាប់តែពេលក្រខ្លាំងមែនតើនោះបុកទៅគេក្តាមបុកអីតាតែឥឡូវហ្នឹងភ្នំពេញមានរបស់ហ្នឹងដោយសារអីដោយសារមនុស្សព្រៃវាចូលស្រុកអ្នកនៅស្រែចម្ការហ្នឹងចូលនៅក្នុងក្រុងអត់មានដូររហូតដល់រំត្រុតពីដើមអត់មានយកអាត្រុតហ្នឹងមករំឯងចង្រៃចុយម្ដាយពេលគេរំតែព្រះបរមរាជវាំងបន្តិចទេឥឡូវហ្នឹងគេយកអាហ្នឹងធ្វើម៉ុងសាយផ្អើលមកដល់អាមេរិកទៀតតាមពិតអត់ទេអារបាំត្រុតនេះរបាំព្រៃតារបាំព្រៃមិនឃើញគេធ្វើឆ្លុះរមាំងអីក្តាន់អីមានបាញ់អីណាអាហ្នឹងជាឧបករណ៍ដែលគេសម្ដែងអំពីការបរបាញ់អីវាជា tribal dancing ទេវាបើយើងនិយាយទៅវាជារបាំកុលសម្ព័ន្ធដែលគេមករំនៅទីក្រុងភ្នំពេញដើម្បីថ្វាយព្រះមហាក្សត្រតែគេអត់ធ្វើជាម៉ុងសាយម៉ុងអីទេឥឡូវនេះយើងចេះខ្លាយទៅអូខេ
anh chẳng thế chẳng cả lan miền lộ tên là còn miền này cái lộ bánh hoi lộ tiêu lộ sạch khai mấy cái lộ ta sừng kriêm lộ tivi mong chỉ nè bằng cá đôi ở đây để kê tha rồi thế bà về miền mong miền Italy nắng Japan lúc taประสานหุ่นแสนอัดเมียนจะอัดเมียนได้เอาไว้แต่เช้านี่เย็นอัดกาดลายเด่นนะก่อนนะบัดมันบัดนี่เย็นเด้นะมันบัดเด้กรุบออกคนจะพูดตัวชื่อเจียนาโอเคสลังเจียคำแต่เรียนเอาเมียนจำเนียงกองเธอเจียบรรทุกสังคมตะบานให้ตั้งใจก่อสร้างคลุนลูกตาไตรฉลงหรือฉลงไตรอยากมีชั่วโมงฉลงยังก่อนชั่วโมงฉลงชั่วโมงฉลงไตรฉลงมาตอนหลังไม่ได้อะไรเมียนะนะเชลซีนะเว้ยอังเชลเกมจะอังเกมไอ้นะอังซีไตรสัตว์อดเมียนจะอังเมียนคลาสโยไตรปรูลมาเนี่ยคลาสโยไตรโยไตรไอ้ได้โยไตรปรูลโยไตรไอ้นะโยมาในสอกขมายบาสันเจ็ดเอาหย่อมซีไตสอกขมายซีไตสันตายหรือก็เงียบไตรรอดไตรจะเอาไอ้นักบ้านแล้วบอสได้โยมาให้หนึ่งไตรได้ไอ้บ้านไตรเมียนจะอังเป็นไอ้เชลซีนะโดยเฉพาะให้ไตรสโลว์นี่มาตอนสอบอะไรให้แต่คลายแต่สโลว์เนี่ยเป็นจังใหญ่จำยงใหญ่สุดสับสมัยเนี่ยสายไกลกรอได้กี่ซีเนาะเขาเป็นงานใหญ่เต็มเลยรู้จะได้จะลำไตรได้งานไตรรอดไตรดิบไตรตัวไอ้นั่นงานสีไตรสโลว์งานยังไม่ได้จะได้ตัวนะcái đám công ở bên này ta lấy nè sai hay nè prey châu tràn tức là non thế gì không thôi nè công nơi mai lấy cái này dùng lan mày chân hai mơ nghi lan mùi tất chụp phần tham ta để ở cái mơ nghi tầng dương pra lan cái mơ nghi này tầng bộ vùng vùng thảo công tinh lan là cái gì lan là cái gì tinh tới cứ dương ruộng cả mày về sạch chẳng phân tái về ọt lọ tề mi thôn na nông vài chân nó cắm men chả ơn dường sài chơi bằng tham chăm bàn du chieng su cọt ok ta sòng cung ta sập hẹn quân không crosa chia vậy khiêm khơi miền quân đại chia bốc bọc khanh nhom khát không prang thua càng nghề dọc lối mọc tại đầm bếp cột cung nẹt cài crosa ta từng vươn đi quạt thưa nâng xong cho mấy crosa tệ sầm nốt tại tông pì sập hẹn một con cứ sạch đầy sóc nâng sập bài không crosa ok bà ở bốc nâng khom rosi cột cung nẹt cài crosa quạt mình men trên nẹt vô đằng mình khoa tê nơi sọc mài miền khác cái ca này chẳng cái thứ cá bán cái chui mai ở cái chui paon cái nè hai cái bản đáo ấy ao bản tốc không crosa nó thẹt từ lửa bồn rứa thẹt từ lửa đầy nó miên nơi hai chấm lại bác nhóm tha bà chuột ở đây là biệt nằng rứa có chuột bồn là biệt nằng lên nha tay lên nha tayไปព្រោះយើងរស់នៅវាអត់សូវសប្បាយទេណាអ្នកខ្លះគេសំអាងថាម៉ែគេចាស់គេត្រូវតែចាំម៉ែគេជួនកាលគេមានបងប្អូន10នាក់ណាប៉ុន្តែស្រាប់តែ10នាក់ហ្នឹង9នាក់អត់ចាំម៉ែទេតែមនុស្សប្រុសនេះចាំម្ដាយខ្លួនឯងតែម្នាក់ទេហើយលុយកាក់បន្ទុកកូនទៅរៀនអីធ្លាក់លើប្រពន្ធអត់ត្រឹមត្រូវទេអត់ត្រឹមត្រូវទេណាហើយមានខ្លះម៉ែប្រកបទៀតម៉ែចង់រស់នៅចេះណាហើយអត់ដែលគិតថាគ្រួសារគេមានសុភមង្គលទេនៅស្រុកខ្មែរខ្ញុំឃើញច្រើនហើយខ្ញុំធំមកដល់អាយុប៉ុណ្ណេះខ្ញុំឆ្លងកាត់ខ្ញុំដឹងអញ្ចឹងអ្វីដែលចាស់និយាយប្រាប់ខ្ញុំហ្នឹងបើវាកើតអញ្ចឹងអត់ល្អទេវាគ្មានសុភមង្គលណាកូនវាអត់មានទេmagical នៅស្រុកនេះក៏មាន online course ដែរ
តាឆ្នាំនឹងតាទៅប្រឡងឆ្នាំនឹងតាទៅប្រឡងបាក់ដប់អត់តាចាឯងសួរញ៉ៃញ៉ៃមិនសួរនេះសួររំខានតើនេះលោកតាគិតយ៉ាងណាដែរចំពោះការដឹកនាំរបស់លោកប៉ែនសវណ្ណប្រាប់ហើយតែប៉ែនសវណ្ណជាដុំអាចម្ដុំដែលយួនយកមកដាក់ស្រុកខ្មែរប៉ុន្តែខ្ញុំឆ្ងល់ថាម៉េចបានចៅចេះតែលើកឈ្មោះប៉ែនសវណ្ណណាចៅមិនក៏មិនខំលើករឿងអីមានប្រយោជន៍ប៉ែនសវណ្ណគ្រាន់ជាដុំអាចយួនគេយកមកដាក់ស្រុកខ្មែរទេអូខេប៉ាសេអ៊ីមែនទេលោកតាអត់ដឹងទេលោកតានិយាយថាចេះភាសាចុះពាក្យនេះមិនទេអត់ចេះទេអត់ចេះអានទេអូខេណាផាសក់ចិនអត់ចេះអានអូខេលោកតាលោកសង់នៅអាមេរិកចិញ្ចឹមជីវិតដូចម្ដេចបើមិនធ្វើការងារចុះវត្តនីមួយមានចំណូលមកពីណាពុទ្ធបរិស័ទគេបរិច្ចាគលុយនោះហើយគេដាក់វេនគ្នាទៅចង្ហាន់ប្រគេនលោកតាតើយកជំនាញខាងអគ្គិសនីល្អឬល្អ when we duplicate logo and flip then overlap it show យករឿងចឹងមកនិយាយខាត់ពេលវេលាឯងអស់វាមិនចាប់អារម្មណ៍ខ្លាំងណាហ៊ានដល់ណាហើយកសាងជីវភាពយ៉ាងម៉េចហើយមិនក៏មិនគិតមិនក៏យករឿងចឹងមានរាប់លានយ៉ាងនៅក្នុងពិភពលោកអាហ្នឹងហើយគេហៅខាត់ពេលនោះអាហ្នឹងហើយដែលយើងរកលុយមិនបានឈប់ទៅ don't waste your time អូខេ don't waste your time លោកតាជនជាតិអាមេរិកអត់ញ៉ាំត្រីទឹកសាបអញ្ចឹងលោកតាញ៉ាំតាត្រីទឹកសាបក៏ញ៉ាំដែរលោកតាមិនបានសិស្សឥឡូវទៅរៀនលេងតែទូរស័ព្ទអាហ្នឹងអត់ដឹងទេសង្គមទេសួរតាឆ្លើយមិនរួចលោកតាមើលទៅសេដ្ឋកិច្ចប្រទេសកម្ពុជាអាចប្រែយ៉ាងណានាពេលឆ្នាំ30នៅ4ឆ្នាំទៀតបច្ចុប្បន្នយើងកំពុងតែមានបញ្ហាពិភពលោកផងបញ្ហាសង្គ្រាមជាមួយនឹងថៃផងអញ្ចឹងយើងតាមដានដល់យកចិត្តទុកដាក់ទាំងអស់គ្នាខេម៉ានិយាយពីសម័យសាធារណខ្មែរតើបានទេលោកតាឆ្លងកាត់សម័យនោះតើលន់នល់ពិតជាស្រឡាញ់ជាតិមែនទេតានិយាយច្រើនដងហើយរឿងសាធារណរដ្ឋចាប់តាំងពីព្រឹត្តិការណ៍18មីនាឆ្នាំ1970មនុស្សលន់នល់អត់មានបំផ្លាញជាតិទេតែគាត់គ្មានសមត្ថភាពដឹកនាំប្រទេសពេលហ្នឹងក៏កើតអំពើពុករលួយយ៉ាងច្រើនហើយនយោបាយវាមានផ្នត់ដែលតាក់ទងគ្នាក៏คล้ายទៅជាបរាជ័យរបស់សាធារណរដ្ឋខ្មែររឿងតែប៉ុណ្្នឹងណាកូនណាចៅតែប៉ុណ្្នឹងទេខេម៉ាតើវៀតណាមអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរតាមការជំរុញពីរុស្ស៊ីដែរទេមិនមែនរុស្ស៊ីជំរុញទេគោលដៅរបស់វៀតណាមគឺផលិតអាវុធនុយក្លេអ៊ែរហើយវៀតណាមនឹងក្លាយទៅជាប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងអនាគតលោកតាទៅនៅអាមេរិកនៅរដ្ឋអាឡាស្កាល្អទេល្អនៅអាឡាស្កាទេសភាពស្អាតហើយបើចេះរស់នៅក្នុងរដ្ឋត្រជាក់សบายណាកូនសบายលោកតាបងប្រុសខ្ញុំជាទាហាន UN ទៅធ្វើបេសកកម្មនៅម៉ាលីមកវិញអត់មានបនស័កអ្វីសោះកុំឲ្យតែគេកាត់លុយយកពីព្រោះនៅឥណ្ឌាជួនកាលគេបញ្ជូនទាហានឲ្យទៅធ្វើការ UN មកវិញគេកាត់យកប្រាក់ខែស្រុកឥណ្ឌាចង្រៃតាជួនកាលណាបើសិនជាយើងទទួលប្រាក់ខែតាមកំណត់នៃអង្គការសហជីវជាតិអានឹងសំណាងហើយតើអំពើផាត់ក្បត់កើតឡើងដោយសារធម្មជាតិឬ society អំពើផាត់ក្បត់ណាអំពើផាត់ក្បត់ត្រូវយកច្បាប់ជានិយមន័យនៅក្នុងសង្គមខ្មែរអំពើផាត់ក្បត់វាคล้ายទៅជាមាត់ស្រេចលើមាត់មនុស្សអត់ត្រូវទេអំពើផាត់ក្បត់គឺស្រេចទៅលើនិយមន័យនៃច្បាប់ណាអំពើផាត់ក្បត់ស្រេចទៅលើនិយមន័យនៃច្បាប់អំពើផាត់ក្បត់កើតសង្គមមនុស្សកើតអំពើផាត់ក្បត់មកក៏ប៉ុន្តែពាក្យថាផាត់ក្បត់គឺជានិយមន័យដោយក្បត់ជាតិចឹងក្បត់ជាតិគឺជានិយមន័យច្បាប់
ឧទាហរណ៍ដោយអារាំងស៊ីវារៀននៅស្រុកក្រៅចេះដឹងវាហាមាត់ឡើងហៅគេក្បត់ជាតិកន្ទួយមកអាភ្លើមនុស្សយើងមិនអាចហៅគេក្បត់ជាតិសូម្បីតែពួកអាមេរិកក៏ដោយហ៊ានហៅគេថាក្បត់ជាតិគឺខុសហើយពីព្រោះអីពីព្រោះវាជានិយមន័យច្បាប់បើវាអត់មាននិយមន័យច្បាប់ទេគេអត់ចាត់ទុកថាជាអំពើក្បត់ជាតិទេផាត់ក្បត់ដូចគ្នាណាកូនណាវាមកពីធម្មជាតិប៉ុន្តែវាត្រូវតាក់តែងដោយច្បាប់ឧទាហរណ៍គេចោទតាថាលួចប្រពន្ធគេមិនប្តឹងតាមិនប្តឹងឲ្យទៅតាមនិយមន័យច្បាប់ទៅព្រោះវាអត់មាននិយមន័យច្បាប់ឲ្យតារៀបការជាមួយយាយត្រឹមត្រូវបើតាមានអំពើផាត់ក្បត់តាមិនអាចរៀបការបានទេនេះគឺជានិយមន័យច្បាប់តាមិនមែនមករស់នៅជាមួយយាយដោយអត់រៀបការណាតារៀបការពេញច្បាប់អាមេរិកត្រឹមត្រូវហើយមុននឹងរៀបការហ្នឹងតាក៏មានលិខិតបញ្ជាក់ថាតាត្រឹមត្រូវទៅរៀបការបានប្រពន្ធតាត្រឹមត្រូវទៅរៀបការបានអញ្ចឹងអាការចោទថាតាលួចប្រពន្ធគេអីហ្នឹងអាហ្នឹងមាត់ហើយសួរថាទៅបិទមាត់បានបិទវាមិនបានទេបិទមិនបានទេយើងតាមបិទមាត់មនុស្សយើងបិទមិនបានមាត់គេនោះតែវាជារឿងមាត់វាមិនមែនជានិយមន័យទេនិយមន័យច្បាប់ផ្សេងនៅស្រុកខ្មែរយើងចូលចិត្តមាត់ណាដូចរឿងនាងសុកមាសសុកសោភាមាសសុកសោភាយកស្វាក៏ដោយយកឆ្កែក៏ដោយបើច្បាប់មិនថាខុសទេកុំបាច់ទៅឌីលគេក្តោគេក្តិតគេឯងនេះទៅអត់ទេអត់ត្រូវការទៅឌីលគេទេឧបមាថាស្ត្រីម្នាក់មានប្តីមួយឆ្នាំ5ដងគេប្រកបមានប្តីមួយឆ្នាំ5ដងធ្វើម៉េចយើងទៅឌីលគេមិនហើយចុះបើមនុស្សប្រុសម្នាក់មានប្រពន្ធ20ហើយអត់ខុសច្បាប់យើងទៅឌីលគេមិនតែខ្មែរយើងអត់អញ្ចឹងទេខ្មែរយើងចូលចិត្តប្រើមាត់ទៅវិនិច្ឆ័យគេណានៅស្រុកមុខកំពូលផ្លូវខូចអស់ហើយពិបាកជិះណាស់អូខេឥឡូវផ្លូវនៅដដែលខ្ញុំឆ្លើយមិនរួចទេអារឿងហ្នឹងណាតើកម្ពុជាបានត្រៀមខ្លួនកម្រិតណាបើមានការប្រយុទ្ធជាមួយថៃពេលខាងមុខអាហ្នឹងអត់ដឹងទេស្រេចតែលើហ៊ុនម៉ាណែតលោកតាខ្ញុំចង់ទៅរៀននៅក្រៅប្រទេសតើត្រូវយ៉ាងណាខ្លះទី1អ្វីដែលចៅរៀននៅក្នុងប្រទេសត្រូវតែឲ្យបានពិន្ទុល្អហើយចៅត្រូវតែត្រៀមភាសាអង់គ្លេសឲ្យចេះស្ទាត់លោកតាខ្ញុំឈប់រៀនថ្នាក់ទី9ដោយសារខ្វះជីវភាពសប្តាហ៍ខ្ញុំរៀនកូរ៉េផងធ្វើការផងបើទៅដល់កូរ៉េហើយល្អហើយកូនខំប្រឹងតើឥណ្ឌានិងចិនជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនហេតុអ្វីប្រជាជនក្រីក្រច្រើនម៉េងហេងលីប្រទេសចិនក្តីប្រទេសឥណ្ឌាក្តីចិនមានបញ្ហាដោយសារបកកុម្មុយនីសចែកផលលាភឲ្យប្រជាជនអត់ស្មើចំណែកឯឥណ្ឌាប្រព័ន្ធវណ្ណៈធ្វើឲ្យមនុស្សក្រនេះជាចម្លើយណាជាចម្លើយលោកតាតើកុម្មុយនីសនិងសេរីមួយណាល្អជាងតាមការចូលចិត្តកូនអ្នកខ្លះចូលចិត្តកុម្មុយនីសអ្នកខ្លះចូលចិត្តសេរីដោយតាចូលចិត្តសេរីហើយចៅឯងត្រូវដឹងខ្លួនឯងថាចូលចិត្តណាមួយតាជំនាញ International Business Management Business Administration មួយណាល្អទាំងអស់ឲ្យតែឈ្មោះតែ business ទៅរៀនទៅកុំសួរខំប្រឹងរៀនឲ្យបានចប់បរិញ្ញាបត្រ6ឆ្នាំដើម្បីឲ្យថៃឈប់ឆ្លៀនពៀនយើងគួរធ្វើម៉េចយើងព្រមព្រៀងឲ្យដីទៅយួនយើងឲ្យដែនទឹកទៅយួនយើងដេកជាមួយយួនសហ័យស្មន់នយោបាយជាមួយយួនធ្វើឲ្យសៀមវាចង់បានដូចយួនបើយើងមិនសហ័យស្មន់ជាមួយយួនទេសៀមវាអត់ហ៊ានមួយយើងទេហើយរាជការយើងលាក់មិនឲ្យយើងដឹងរឿងទឹកដីទេ
អញ្ចឹងបើចៅឯងចង់ការពារទឹកដីចៅឯងការពារខ្យល់មិនបានចៅឯងត្រូវការពារខ្យល់ពីព្រោះរាជការអត់ឲ្យយើងដឹងពីទឹកដីរបស់យើងទេនៅពេលដែលអត់ឲ្យយើងដឹងពីទឹកដីរបស់យើងណាកាលណាអត់ឲ្យយើងដឹងពីទឹកដីរបស់យើងទេគឺយើងណាអត់ឲ្យយើងដឹងពីទឹកដីរបស់យើងទេគឺយើងណាមិនអាចគឺយើងមិនអាចនឹងការពារទឹកដីយើងបានទេអូខេមិនអាចការពារទឹកដីយើងបានទេអានឹងអញ្ចឹងណាកូនអានឹងអញ្ចឹងមិនអាចការពារទឹកដីយើងបានទេCivil engineer is good កូនលោកតាតើប្រទេសមហាអំណាចគួរមានអធិប